បាទជាបឋមសូមគោរពក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនប្រិយមិត្តដែលតែងតែគាំទ្រ Channel របស់ខ្ញុំឥឡូវយើងវិលមកជួបគ្នាសាច់ជាថ្មីម្ដងទៀតបាទជំរាបសួរបងប្អូនផងដែរបាទសុខសប្បាយអត់ថ្ងៃនេះបាទអញ្ចឹងថ្ងៃនេះយើងជួបគ្នាជាមួយលោកគ្រូក្នុងមេរៀនគណិតវិទ្យាថ្នាក់ទី6ហើយថ្ងៃនេះគឺលោកគ្រូលើកយកមកលំហាត់ណាលំហាត់អនុវត្តមេរៀនទី1បាទក្រោយពេលដែលបងប្អូនបានមើលចំនួន2វីដេអូហើយក៏ដូចជាមើលសភើមេរៀនបន្ថែមលោកគ្រូជឿជាក់ថាបងប្អូននឹងចូលរួមធ្វើលំហាត់ជាមួយលោកគ្រូទាំងអស់គ្នាដើម្បីពង្រឹងចំណេះដឹងណាបាទតោះឥឡូវកុំឲ្យខាតពេលវេលាយើងចាប់ផ្ដើមមកមើលបាទលំហាត់អនុវត្តមេរៀនទី1តើលោកគ្រូលើកយកលំហាត់អ្វីខ្លះមកដាក់ជូនបងប្អូនសម្រាប់ទស្សនាក៏ដូចជាផ្ដល់នូវចំណេះដឹងបាទអញ្ចឹងទី1គឺចូលសរសេរពាក្យអានចំនួនខាងក្រោមតាមខ្ទង់និងតាមថ្នាក់បាទអានពាក្យហ្នឹងតាមខ្ទង់ផងតាមថ្នាក់ផងណាបាទពាក្យអីខ្លះមកចំនួនគឺមានចំណុចកប៉ុណ្នេះបាទលោកគ្រូអត់អានទេគ្រូអានដូចចម្លើយអញ្ចឹងណាបាទចំណុចខគឺមានប៉ុណ្នេះបាទទី2បាទមានទី2មួយទៀតបាទទី2ចូលបំពេញចន្លោះខាងក្រោមបាទបំពេញចន្លោះចំនួនគេឲ្យក្នុងវងកញ្ចក់ប៉ុណ្នេះអញ្ចឹងសំណួរគេសួរណាលេខ8នៅខ្ទង់10លានមានតម្លៃចុចបាទមានតម្លៃប៉ុន្មានលេខ0នៅខ្ទង់ពាន់បាទមានតម្លៃប៉ុន្មានលេខ5នៅខ្ទង់ចុចមានតម្លៃប៉ុន្មានបាទចំពោះលេខ8ក៏ដូចជាលេខ0គឺគេប្រាប់ខ្ទង់ហើយគេសួររកតម្លៃលេខនេះចេញមកណាតែចំពោះលេខ5គឺគេអត់ប្រាប់ទេខ្ទង់ក៏គេសួរតម្លៃក៏គេសួរដែរអញ្ចឹងបងប្អូនគិតទាំងអស់គ្នាមើលតើយើងត្រូវធ្វើម៉េចដើម្បីចេញបាទលំហាត់ទាំងពីរនេះណាលំហាត់ទាំងពីរនេះគឺយើងយកចេញមកពីមេរៀនទី1តែម្ដងអញ្ចឹងគឺជាមេរៀនដំបូងដែលបងប្អូនបានទស្សនារួចហើយក៏ដូចជាស្ដាប់ការបញ្យល់របស់លោកគ្រូបើសិនបងប្អូនបានតាមដានបាទក៏ដូចជាបងប្អូនបានបើកសភៅដែលបោះពុម្ពនៅក្រសួងអប់រំយុវជននិងកីឡាសម្រាប់ថ្នាក់ទី6ផងដែរបាទយ៉ាងម៉េចហើយបាទអូខេតោះឥឡូវយើងទៅផ្ទៀងចម្លើយទាំងអស់គ្នាអញ្ចឹងតើយើងធ្វើម៉េចហើយចម្លើយចេញមកត្រឹមត្រូវដែរឬទេណាឥឡូវដល់វគ្គដែលយើងត្រូវផ្ទៀងទាត់ចម្លើយបាទតែនចេញមកហើយលេខ1ចូលសរសេរពាក្យអានចំនួនខាងក្រោមតាមខ្ទង់និងតាមថ្នាក់បាទតាមខ្ទង់ហើយតាមថ្នាក់ទៀតណាបាទនេះចំណុចកចំនួនឲ្យមកប៉ុណ្នេះបាទឥឡូវយើងអានតាមខ្ទង់ទាំងអស់គ្នាអានថាម៉េចបាទតោះ1 2 3បាទអានតាមខ្ទង់4376លាន4376លាន7,18360បាទនេះគឺជាអំណាចតាមខ្ទង់ណាបន្ទាប់មកយើងទៅអានតាមថ្នាក់ទៀត4376លានដូចគ្នាឥឡូវហ្នឹងណា718,360បាទមិនដែរបងប្អូនបាទចំណុចកត្រូវលោកគ្រូអត់ទេណាបាទបើត្រូវហើយយើងចូលទៅចំណុចខមួយទៀតណាអញ្ចឹងបងប្អូនពេលដែលសេអូលោកគ្រូនេះតិចបាទពេលដែលសេបងប្អូនសុំមើលមកប្រធានផងណាបើសិនជាប្រធាននេះគេដាក់ថាអានតាមខ្ទង់និងតាមថ្នាក់អញ្ចឹងគេនិយាយខ្ទង់និងថ្នាក់អញ្ចឹងពេលបងប្អូនសេចម្លើយត្រូវសេខ្ទង់មុនដែរណាបើគេដាក់ថាតាមថ្នាក់និងតាមខ្ទង់អញ្ចឹងបងប្អូនសេចម្លើយគួរតែសេថ្នាក់មុនទៅហើយបើសួរលោកគ្រូថាខុសដែរគ្រាន់តែសេមុនក្រោយវាមិនខុសទេគ្រាន់តែថាវាមិនសូវបានល្អបើនេះថាយើងអត់យកចិត្តទុកដាក់មើលប្រធានមកគេណាបាទតាមខ្ទង់តាមថ្នាក់អញ្ចឹងយើងសេខ្ទង់មុនមកបន្ទាប់មកបានចូលទៅថ្នាក់បាទតោះយើងបន្តចូលទៅចំណុចខបាទចំណុចខបាទចំនួនប៉ុណ្នេះអញ្ចឹងយើងអានតាមខ្ទង់ថាម៉េច6053លានបាទ6053លាន8,71189បាទអាហ្នឹងគឺជាអំណាចចំនួនហ្នឹងតាមខ្ទង់បាទចុះអានតាមថ្នាក់វិញយ៉ាងម៉េចបាទអានតាមថ្នាក់6053លានបាទ6053លានដូចគ្នាណាថ្នាក់លាននិងខ្ទង់លានគឺចំនួនមានប្រមាណអានប៉ុណ្ណឹងដូចគ្នាបាទប៉ុន្តែដល់ពេលចូលថ្នាក់ពាន់871,000បាទ871,189បាទ
ចឹងចំពោះ3លេខខាងចុងឬយើងហៅថាពីខ្ទង់រយមកខ្ទង់រយខ្ទង់10ខ្ទង់រាយឬក៏នៅក្នុងថ្នាក់ឯកតាគឺចំនួនចេញដូចគ្នាហើយនៅខ្ទង់លានឬក៏ថ្នាក់លានក៏ចំនួននោះទៅអានដូចគ្នាដែរខុសតែកន្លែងកដាលទេកដាលមានអីខ្លះគឺមានខ្ទង់សែនខ្ទង់ម៉ឺនខ្ទង់ពាន់ប៉ុន្តែដល់ពេលថ្នាក់គឺមានថ្នាក់ពាន់តែមួយគត់ណាបាទអញ្ចឹងប្រយ័ត្នប្រយែងបងប្អូនណាឥឡូវយើងបន្តទៅមុខទៀតបាទយើងបន្តទៀតហើយបាទចំណុចទី2នេះគឺគេឲ្យយើងបំពេញចន្លោះខាងក្រោមចំនួនគេឲ្យហើយគឺប៉ុន្មានបាទ80លាន250,346បាទនេះគឺជាអំណានតាមថ្នាក់បើអានតាមខ្ទង់វិញគឺ80លាន250,346គេសួរយើងតើលេខ8នៅខ្ទង់10លានមានតម្លៃប៉ុន្មានបាទអញ្ចឹង10លានត្រូវណានេះខ្ទង់ទី1នេះលាននេះខ្ទង់10លានមានតម្លៃប៉ុន្មានបាទ8នៅខ្ទង់10លានមានន័យថាយើងយក8ទៅគុណនឹង10លានណាឃើញប៉ុន្មានទៅបាទ80លានបាទអញ្ចឹងមានន័យថាលេខ8នៅខ្ទង់10លានគឺមានតម្លៃ80លានបាទកន្លែងនេះលោកគ្រូសូមបញ្ជាក់ផងណាបងប្អូនក៏អាចសរសេរដាក់ថា8គុណនឹង10លានស្មើនឹង80លានហ្នឹងក៏បានដែរឬក៏បងប្អូនយកចម្លើយចុងក្រោយដែលបងប្អូនគុណឃើញយកមកដាក់ក៏បានដែរណាប៉ុន្តែបើសិនតែកាត់បន្ថយបានបងប្អូនមិនចាំបាច់សរសេរអក្សរទេណាសរសេរលេខមកសរសេរជាលេខតួលេខមកណាបងប្អូនខ្លះ80លានក៏សរសេរអក្សរ80លានអញ្ចឹងណាបាទវាមិនខុសទេប៉ុន្តែបងប្អូនព្យាយាមសរសេរចំនួននឹងចេញណាបាទតោះបន្តទៀតអញ្ចឹងលេខ0នៅខ្ទង់ពាន់មានតម្លៃប៉ុន្មានអញ្ចឹង0យកទៅគុណនឹង1000ណាចេញប៉ុន្មានគឺស្មើនឹង0ណាបាទមួយចំនួនគុណនឹង0ឬក៏យក0ទៅគុណនឹងមួយចំនួនគឺចម្លើយវាច្បាស់ជាចេញមកគឺ0បាទលេខ5នៅខ្ទង់អីគេមានតម្លៃប៉ុន្មានអញ្ចឹងយើងសង្កេតមើលលេខ5នេះលេខ5យើងរាប់នេះខ្ទង់រាយខ្ទង់10ខ្ទង់រយខ្ទង់ពាន់ខ្ទង់ម៉ឺនបាទអញ្ចឹងលេខ5គឺនៅខ្ទង់ម៉ឺនអញ្ចឹងយើងរកឃើញខ្ទង់1បាទលេខ5នៅខ្ទង់ម៉ឺនអញ្ចឹងតម្លៃប៉ុន្មានតម្លៃបើយើងយកចំនួននៅក្នុងខ្ទង់ហ្នឹងបាទចំនួនតួលេខក្នុងខ្ទង់លេខ5យកទៅគុណនឹងតម្លៃខ្ទង់គុណតម្លៃខ្ទង់អញ្ចឹងខ្ទង់ម៉ឺនតម្លៃខ្ទង់របស់វាគឺ10000ណាអញ្ចឹងពេលយើងយក5ទៅគុណនឹង10000បានប៉ុន្មានគឺបាន50000មកប្រកបណាគឺច្បាស់ជាចេញមកគឺ50000បាទអញ្ចឹងយើងសាកល្បងផ្ទៀងផ្ទាត់ចម្លើយណាសម្រាប់បងប្អូនដែលតាមដានវីដេអូនេះបងប្អូនអាចផ្ទៀងផ្ទាត់ថាចម្លើយដែលបងប្អូនបានព្រៀងទុកក៏ដូចជាវីដេអូដែលគ្រូបានចេញទៅនេះបាទអ្វីដែលគ្រូបានបង្ហាញនេះតើវាត្រឹមត្រូវទៅនឹងអ្វីដែលបងប្អូនបានរកឃើញដែរឬទេបាទអញ្ចឹងបើត្រឹមត្រូវហើយបញ្ជាក់ថានៅក្នុងមេរៀនទី1នេះបងប្អូនប្រកាសជាទទួលបានចំណេះដឹងពិតប្រាកដដែរពីព្រោះនៅក្នុងមេរៀនទី1គឺយើងគាត់តែសិក្សាទៅលើអំណាចនិងសំណេរចំនួនបាទអំណាចសំណេរចំនួនការបង្កត់ចំនួនហើយនឹងបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាណាកុំភ្លេចចុច Subscribe សម្រាប់អ្នកថ្មីបាទហើយបើសិនមានចម្ងល់សូម comment នៅខាងក្រោមបាទអរគុណជួបគ្នានៅវីដេអូលើកក្រោយទៀត